ថ្ងៃនេះប្លែកអារម្មណ៍តិចហើយពុកម៉ែបងប្អូនតោះមកដើរផ្សារមួយខ្ញុំទាំងអស់គ្នាជំរាបសួរស្ដីពុកម៉ែបងប្អូនជាទីស្រឡាញ់មិនថានៅក្នុងស្រុកឬក្រៅស្រុកទាំងអស់ដែលបានមើលវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលពីការដើរផ្សារម៉ាក្រូរបស់ខ្ញុំហើយសម្រាប់ផ្សារម៉ាក្រូនេះបងប្អូនគឺជាផ្សារនិយាយទៅអវ៉ាន់ចម្រុះហ្មងអត់មានតែកៅអៅហើយស្បែកជើងអីទេតែបើក្រៅពីហ្នឹងគឺមានទាំងអស់មិនថាម្ហូបរបស់ញ៉ាំគ្រឿងញ៉ាំសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រឿងកអូបនិយាយទៅរបស់ប្រើប្រាស់គឺមានសពគ្រប់ទាំងអស់ជាមួយនឹងរបស់ញ៉ាំបងប្អូនទៅរកនៅម៉ាក្រូគឺអត់ចេះខ្វះទេស្អីក៏មានដែរហើយសម្រាប់ខ្ញុំថ្ងៃនេះក៏អត់មានមកទិញអីច្រើនដែរបងប្អូនមកទិញកែងមាន់ជាមួយនឹងស្លាប់មាន់ភ្លើងមាន់អីយកទៅប្រឡាក់ទុកឲ្យកូនញ៉ាំតែប៉ុណ្្នឹងទេនិយាយទៅទិញមកហូបតិចតួចប៉ុន្តែខ្ញុំចង់បង្ហាញពីទស្សនវិជ្ជានៅក្នុងផ្សារជូនពុកម៉ែបងប្អូនឲ្យបានមើលអញ្ចឹងណាថាវាមានអីខ្លះនៅក្នុងហ្នឹងនិយាយទៅក្នុងហ្នឹងគឺមានច្រើនខ្លាំងមែនតើពុកម៉ែបងប្អូនមិនថាបន្លែត្រីសាច់គ្រឿងសមុទ្រអីត្រីសាល់មុនអីគឺមានគ្រប់ទាំងអស់ហ្មងនេះបងប្អូនមើលក្តាមថ្មក្តាមអីគឺនៅរស់ស្រស់ល្វើកអញ្ចឹងហ្មងហើយគឺអានេះវិញគឺជាផ្នែកកន្លែងមានដូចជាប្រហិតអីចឹងណាបងប្អូនឲ្យសាច់មានអីពងមាន់ពងអីនិយាយទៅគឺមានច្រើនខ្លាំងមែនតើនិយាយទៅពេលដែលយើងទៅផ្សារម៉ាក្រូគឺជំរើសសម្រាប់អ្នកដែលគាត់ចូលចិត្តបែបធ្វើម្ហូបចូលចិត្តបែបដើរទិញអីវ៉ាន់ទុកនៅផ្ទះអីទៅផ្សារម៉ាក្រូគឺត្រូវហ្មងបងប្អូនអើយស្អីក៏មានដែរនិយាយពីថាខ្ញុំចូលម្ដងហើយខ្វាកហ្មងចង់ទិញគ្រប់មុខប៉ុន្តែអត់លុយអញ្ចឹងអ្វីដែលយើងទិញគឺយើងទិញតែរបស់ណាដែលយើងមានគោលដៅថាត្រូវទិញណានិយាយទៅគឺរបស់ស្រស់ល្អហើយការរក្សាទុករបស់គេក៏គេមានអនាម័យល្អដែរបងប្អូនមាននៅក្នុងហ្នឹងគេមានម៉ាស៊ីនត្រជាក់ម៉ាស៊ីនអីគេសម្រាប់វាទៅវាអាចនឹងទុកអារបស់ហ្នឹងវាល្អជាងនៅក្រៅហាក្តៅហាអីអញ្ចឹងណាហើយអានេះគឺផ្នែកខាងមាន់បងប្អូនស្អីក៏មានដែរនិយាយទៅគ្រប់មុខហ្មងហើយផ្នែកខាងនេះគឺមានច្រើនមានលក្ខណៈថានំដោះគោមានស្រាមានទឹកមានអីនិយាយទៅចម្រុះហ្មងបងប្អូនផ្សារម៉ាក្រូហ្នឹងគឺផ្សាររបស់ញ៉ាំចម្រុះហ្មងបងប្អូនខ្វះគ្រឿងទេសក្នុងផ្ទះអីទៅរកនៅក្នុងស្អីក៏មានដែរហើយទស្សនវិជ្ជាដែលខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងគឺជាមួយផ្នែកនៃផ្សារនៅមួយចំហៀងទៀតហ្នឹងគឺគេមានលក់ច្រើនខ្លាំងមែនតើខ្ញុំអត់បានតែថតជូនបងប្អូនមើលដោយសារអីយើងទៅហ្នឹងគឺពេលល្ងាចហើយបញ្ញាប់ចេញមកវិញអញ្ចឹងណាមួយចំហៀងទៀតហ្នឹងមានលក់និយាយទៅច្រើនមានរបស់ប្រើប្រាស់លក្ខណៈថានៅក្នុងផ្ទះនៅក្នុងអីចឹងណាហើយរបស់ញ៉ាំគ្រឿងមាននំមានអីច្រើនទៀតប៉ុន្តែអត់បានបង្ហាញជូនបងប្អូនអស់ទេអានេះផ្នែកប្រើប្រាស់បែបអគ្គិសនីបងប្អូនមានឆ្នាំងអ៊ុតមានអីម៉ាស៊ីនទឹកក្តៅ microwave មានម៉ាស៊ីនក្លុកមានអីអញ្ចឹងណាហើយអានេះក៏ជាផ្លូវដែលយើងចេញមកគិតលុយដែរបងប្អូនអញ្ចឹងខ្ញុំថតបានតែប៉ុណ្្នឹងទេបងប្អូនឥឡូវខ្ញុំធ្វើការមកគិតលុយហើយគឺយើងចេញមកផ្ទះមកបងប្អូនអានេះគឺកន្លែងយើងគិតលុយយើងចូលមកប្រហែលច្រកហ្នឹងយើងចូលច្រកណាក៏បានដែរ